បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះមានអារម្មណ៍ថាឃ្លានចង់ចំពោះទាបងប្អូននេះហៅថាចង់ចំពោះទាហើយបានទិញមកពិសាបងប្អូនហ្នឹងដូចជា3គីឡូ10000ទេបងប្អូនថ្លៃយើងនៅខេត្តកោះកុងវាយើងពូថ្លៃទេហើយយើងមានលក់រាល់ថ្ងៃទេបងប្អូនតែគាត់ថាចង់នេះវាយើងដឹកតាមខេត្តយើងពិបាកតិចបងប្អូនហ្នឹងឥឡូវខ្ញុំចាប់ដើមលាងហើយយើងលាងវាពី3ទឹកទៅអស់ដីហើយនេះយើងចាប់ដើមស្ងោរហើយខ្យងនេះយើងស្ងោរយើងមិនបាច់ចាំដាក់អីដាក់យើងដាក់ទឹកប្រទេអញ្ចឹងបានទេបងប្អូនបាច់ចាំដាក់គ្រឿងដាក់ក្រូចទេអញ្ចឹងតែយើងស្ងោរវាធម្មតាអញ្ចឹងទៅដល់ពេលដែលវាឆ្អិនគឺវាចាប់ដើមហាមាត់ហើយបាទហើយយើងក្រូចវាទុកវាពី3នាទីទៅហើយនេះយើងរៀបចំបុកទឹកត្រីបងប្អូនទឹកត្រីកោះកុងព្រោះខ្យងនេះវាច្រើនហើយយើងត្រូវជាមួយនឹងទឹកត្រីកោះកុងហ្នឹងហើយខ្ញុំបុកហ្នឹងគឺយើងដាក់ម្ទេសក្រៀមផងម្ទេសស្រស់ផងដាក់ខ្ទឹមដាក់ស្កររៀងច្រើនតិចទៅហើយហឹលផងផ្អែមផងអញ្ចឹងណាបងប្អូនហ្នឹងហើយព្រោះនៅនេះវាច្រើនរបស់គ្រឿងសមុទ្រជាទូទៅយើងហូបទៅរៀងហឹលហើយនឹងជូរអញ្ចឹងហូបហឹលហើយនឹងជូរវាត្រូវជាមួយនឹងគ្រឿងសមុទ្រអញ្ចឹងបងប្អូនហ្នឹងហើយតែនេះសម្រាប់អ្នកនៅនេះតែបងប្អូនតាមខេត្តហ្នឹងខ្ញុំក៏មិនច្បាស់ដែរថាបងប្អូនរូបរៀងហឹលរឿងប្រៃរៀងសាប់អីតាមតម្រូវការបងប្អូននេះបងប្អូននេះយើងចាប់ដើមអិនបដាហើយវាណាដែលឆ្អិនគឺវាចាប់ដើមហាមាត់ហើយបងប្អូនហ្នឹងហើយណាដែលឆ្អិនគឺវាហាមាត់អញ្ចឹងណាដែលអត់តន់ឆ្អិនវាអត់តន់ឆ្អិនគឺវានៅបិទមាត់អានេះទឹកត្រីរបស់ខ្ញុំចាប់ដើមបុកឲ្យរៀងខាប់តិចឯងដោយសារតែយើងដាក់ម្ទេសរៀងច្រើនហើយរៀងខ្ទឹមរៀងច្រើនទៅវារៀងខាប់ហើយក្រូចឆ្មាខ្ញុំដាក់មួយហ្មងហើយនេះវាឆ្អិនហើយបងប្អូនខ្ញុំស្រង់មកបដាហើយនេះវាមានរូបរាងបែបនេះបងប្អូនហើយនេះចាប់ដើមញ៉ាំហើយតែបងប្អូនញ៉ាំកុំភ្លេចបេះកាហៅបេះផ្សិតវាបងប្អូនខ្យងនេះវាមានផ្សិតនៅចាំកណ្ដាលបងប្អូនតែបងប្អូនញ៉ាំអត់បេះផ្សិតទេវាអាចជួយបងប្អូនរីករស់អីក៏ថាបានបើសិនជាបងប្អូនដែលធ្លាប់ញ៉ាំហើយសាកញ៉ាំបងប្អូនអញ្ចឹងពេលបងប្អូនញ៉ាំបងប្អូនបេះគូតបេះផ្សិតវាចេញទៅអញ្ចឹងទៅយើងហូបអត់អីអត់មានធ្វើទុករីករស់ចុកពោះអីទេអញ្ចឹងណាបងប្អូននេះខ្ញុំមកថាសដាក់ឯងហ្នឹងរំតែគ្រូសាមករំតែបងប្អូនមកងំហ្នឹងហើយបងប្អូនបើសិនជាមានគ្រឿងត្រជាក់អីថែមទៀតទៅតែល្អប្រសើរបាទអរគុណពុកម៉ែបងប្អូនបាន